គ្រួសារដែលបាត់បង់លំនៅឋានក្នុងតំបន់ហ្គាហ្សាប្រឈមនឹងវិបត្តិទឹកកាន់តែធ្ងន់ធ្ងរប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាប្រឈមនឹងវិបត្តិទឹកកាន់តែធ្ងន់ធ្ងរដែលគ្រួសារភាគច្រើនមិនអាចទទួលបានទឹកយ៉ាងតិច6លីត្រក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃសម្រាប់ទទួលទានតាមណែនាំរបស់អង្គការសហប្រជាជាតិនិងចម្អិនអាហារអ្វីដែលអាក្រក់ជាងនេះទៅទៀតមានតែ3%នៃប្រភពទឹកចម្បូររបស់ហ្គាហ្សាគឺស្រទាប់ទឹកក្រោមដីឆ្នេរសមុទ្រប៉ុណ្ណោះដែលសមស្របសម្រាប់ការប្រើប្រាស់របស់មនុស្សនៅនឹងជាប់តង់របស់ខ្លួនក្នុងការជំរុំភៀសខ្លួននៅភាគខាងលិចនៃទីក្រុងហ្គាហ្សាលោកមូហាម៉េតបានដងទឹកអណ្ដូងដែលលោកបានជីកដោយដៃបន្ទាប់ពីការតស៊ូរយៈពេលជាច្រើនខែដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីលំនៅដោយសារការវាយប្រហារពីអ៊ីស្រាអែលបានសម្រេចចិត្តដោះស្រាយបញ្ហាដោយខ្លួនឯងដោយបង្កើតប្រភពទឹកសម្រាប់គ្រួសាររបស់លោកស្របពេលស្ថានភាពលំបាកកាន់តែខ្លាំងយោងតាមអង្គការក្រុមគ្រួសារស្ទើរតែទូទាំងតំបន់ហ្គាហ្សាប្រឈមនឹងអសន្តិសុខទឹករ៉ាំរ៉ៃដោយសារភីច្រើនត្រូវព្យាយាមស្វែងរកទឹកទោះបីតិចតួចក៏ដោយសម្រាប់ការទទួលទានចម្អិនអាហារនិងតម្រូវការចាំបាច់ប្រចាំថ្ងៃសំខាន់ៗជាច្រើនទៀត